សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាចង់បាននៅវីដេអូដែលមានទេសភាពស្អាតដោយពុំចាំបាច់ថតដោយខ្លួនឯងដែរឬទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំបងប្អូនឲ្យស្គាល់ជាមួយនឹង AI មួយដែលអាចបង្កើតនៅវីដេអូប្លែកៗទាំងអស់នោះបានអញ្ចឹងយើងចូលទៅអនុវត្តទាំងអស់គ្នាអញ្ចឹងបងប្អូនចូលមកក្នុង browser មួយមកបន្ទាប់មកបងប្អូនវាយពាក្យថា Google AI Studioចឹងនេះគឺជា Google AI Studio ដែលយើងត្រូវចូលបង្កើតវីដេអូរបស់យើងណាចាំបងប្អូនចូលទៀតមកចឹងពេលចូលមកដល់នេះគឺគេឲ្យយើង sign in ជាមួយនឹង Google account របស់យើងចឹងយើង sign in មកចឹងកន្លែងនេះបងប្អូនវាយ email password របស់បងប្អូនមកចឹងបន្ទាប់ពីយើង sign in ជាមួយនឹង Gmail account រួចហើយគឺវាចេញបែបនេះចាំបងប្អូនយក try Gemini មកបាទអញ្ចឹងយើងអាចប្រើបានហើយអញ្ចឹងកន្លែងនេះកន្លែងដែលយើងត្រូវទៅសេពាក្យបញ្ជាដើម្បីឲ្យវាបង្កើតpromptឲ្យតោះមកបានយើងយក prompt នោះទៅបង្កើតជាវីដេអូចាំបងប្អូនអាចវាយតាមខ្ញុំក៏បានឬក៏បងប្អូនអាចទៅសេខ្លួនឯងក៏បានដែរតាមការនឹកឃើញរបស់បងប្អូនសម័យចង់បានអីទៅសេនឹងទៅអញ្ចឹងខ្ញុំដាក់លេខ view អូខេអូខេបន្ទាប់មកខ្ញុំចង់បានស្ពានខ្ញុំចង់បានទន្លេចង់បានទូកចង់បានដើមត្នោតព្រោះខ្មែរយើងភាគច្រើនគឺដើមត្នោតហ្នឹងហើយតំណាងខ្មែរអញ្ចឹងណាអូខេតែប៉ុណ្្នឹងបានហើយកុំឲ្យច្រើនពេកបើសិនជាច្រើនពេកវានាំទៅវែងឆ្ងាយបងប្អូនពិបាកមើលយូរដែរអូខេខ្ញុំរ៉ាន់អញ្ចឹងចាំមួយផ្លែតមកវានឹងបង្កើតប្រមឲ្យយើងហើយអូខេនេះគឺជា from ដែលយើងអាចយកទៅផលិតជាវីដេអូបានណាទាំងអស់នេះអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងត្រូវផលិតជាវីដេអូអញ្ចឹងបងប្អូនអាច copy prompt នេះទុកមកកន្លែងសិនក៏បានឬក៏បងប្អូនអាចអឺបើកwebsite ថ្មីបានលើ new window អូខេខ្ញុំបើកថ្មីកុំឲ្យវាពិបាកអូខេអញ្ចឹងកន្លែងនេះវាចេញមកចឹងហើយបងប្អូនអាច copy prompt នេះបាន copy ត្រឹមនេះយករហូតដល់ត្រឹមនេះខ្ញុំ copy បន្ទាប់មកខ្ញុំផាសនៅលើនេះអូខេអញ្ចឹងរ៉ាំហើយកន្លែងនេះគឺជាកន្លែងដែលយើងជ្រើសរើសຂະຫນាតវីដេអូប្តីឬក៏ឈរឥឡូវខ្ញុំយកប្តីដើម្បីឲ្យបានធំដើម្បីបង្ហាញជូនបងប្អូនបានអញ្ចឹងចាំផ្លេតទៅវាអត់យូរទេជាមួយនឹង AI របស់ Google នេះលឿនហើយទេហើយចំពោះវីដេអូដែលបង្កើតបានវែងបំផុតគឺត្រឹម8វិនាទីទេអត់អាចលើនឹងបានទេចាប់ពី5វិនាទីដល់8វិនាទីហើយសម្រាប់ frame rate គឺបានតែ24 frame resolution គឺបានតែ720ទេអញ្ចឹងនេះគឺជាវីដេអូដែលអឺវាបង្កើតឡើងឲ្យយើងណាជាមួយនឹងការសរសេរ prompt របស់យើងនេះអញ្ចឹងបងប្អូនអាច view មើលបានឃើញថាស្អាតបងប្អូនស្អាតមែនទែនប៉ុន្តែគ្រាន់តែថា AI វាមិនដូចអ្វីដែលយើងបង្កើតឡើងពិតយើងទៅថតផ្ទាល់ទេអញ្ចឹងបងប្អូនអាចមើលបានគឺបើយើងពិនិត្យមើលច្បាស់ទៅគឺឃើញថាវាញញអាយដូចលោកដូចអីដែលឈរនៅលើទូកនេះយើងមើលទៅដូចមិនមែនឈរលើទូកអញ្ចឹងដូចឈរនៅកន្លែងផ្សេងពីទូកនឹងវិញណាបងប្អូន
ប៉ុន្តែបើសិនជាបងប្អូនបកកែទៅ save from បកកែអង់គ្លេសអីបងប្អូនអាចទៅ save from ឲ្យល្អមកណាដើម្បីបង្កើតបានវីដេអូល្អជាងហ្នឹងអញ្ចឹងបងប្អូនអាច save បានអូខេខ្ញុំ save ហើយចង់បញ្ចូលមកនេះហើយអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនសង្ឃឹមថាបងប្អូនយកទៅអនុវត្តនិងទទួលបាននូវវីដេអូល្អៗដែលបងប្អូនត្រូវការអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា